សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានម្ហូបសាមញ្ញមួយចាគឺមានអារម្មណ៍ថាចង់ញ៉ាំសាឡុំជូរជ្រេះមាត់ម្ដងថ្ងៃនេះខ្ញុំស្លម្ជូរព្រៃក្បាលត្រីបងប្អូនចាហើយយើងដាក់ដាំឆ្នាំងទៅដាក់គ្រឿងចូលទៅមានលឹកត្រីលឹកក្រូចបន្តិចអីចឹងទៅដើម្បីកាត់ឆ្អាបព្រោះត្រីឆ្អាបខ្លាំងហើយវីដេអូនេះដែរក៏មានម្ចាស់ឧបត្ថម្ភដែរបងប្អូនចាគឺជាលេខការពីកម្ដៅថ្ងៃនិងលេខលាបភ្លុំរបស់ម៉ៃដាលីងអញ្ចឹងណាបងជាផលិតផលមានគុណភាពលាបទៅមិនប៉ះពាល់សុខភាពទេហើយមកដល់ចំណុចនេះគឺទឹកសម្លយើងពុះហើយក៏បងក្បាលត្រីចូលទៅចាទុកឲ្យពុះល្អដើម្បីកាត់ឆ្អាបចាហើយនៅក្នុងហ្នឹងខ្ញុំមានបន្លែតិចតួចដែរចាគឺខ្ញុំចង់ដាក់ទឹកគួនឲ្យមានបន្លែកុំឲ្យតែសាច់ពេកត្រីពេកចឹងទៅយើងញ៉ាំតែអត់សូវបានច្រើនទេពេលយើងមានបន្លែមានអីចឹងទៅវាជំរុញឲ្យម្ហូបរបស់យើងមានឲ្យជីរសដែរអញ្ចឹងណាបងប្អូនហើយខ្ញុំដាក់តែទឹកគួនទេហើយមកជូរបងប្អូនចង់ដាក់ដិតចង់ដាក់ជូរខ្លាំងតាមហ្នឹងទៅបងប្អូនចាឥឡូវសម្លយើងបានឆ្អិនហើយរៀបចំញ៉ាំតំណងណាបងប្អូនឆ្ងាញ់មែនទែនស្រស់និយាយទៅជូរជ្រះតែម្ដងមកញ៉ាំបាយទាំងអស់គ្នាបងប្អូន